ម៉ាស៊ីនយន្តហោះមានកម្លាំងរុញទម្ងន់300តោនបានយ៉ាងងាយស្រួលតែហេតុអ្វីបានជាវាមិនអាចបើកថយក្រោយពីកន្លែងចតដោយខ្លួនឯងបាននៅពេលដែលអ្នកទៅមើលយន្តហោះដ៏ធំសម្បើមនៅប្រលានយន្តហោះអ្នកច្បាស់ជាធ្លាប់ឃើញរថយន្តតូចមួយជួររុញវាថយក្រោយយឺតចម្ងល់គឺថាបើម៉ាស៊ីនខ្លាំងអស្ចារ្យអាចហោះលើមេឃបានហេតុអ្វីគ្រាន់តែថយក្រោយបន្តិចមិនកើតការពិតគឺយន្តហោះមិនដូចឡានទេកង់របស់វាគ្មានប្រអប់លេខឬប្រព័ន្ធបញ្ជាឲ្យវិលថយក្រោយឡើយវាមានតួនាទីតែមួយគត់គឺកាត់បន្ថយភាពកកិតនិងជួយឲ្យយន្តហោះរំកិលទៅមុខតាមកម្លាំងរុញរបស់ខ្យល់ចុះបើប្រើប្រព័ន្ធបង្វែរកម្លាំងរុញដែលគេប្រើចុះចតមកថយក្រោយវិញពីមុនគេធ្លាប់សាកល្បងដែលគេហៅថា power back ប៉ុន្តែវាបង្កបញ្ហាធំៗ3ទី1គ្រោះថ្នាក់ខ្លាំងកម្លាំងខ្យល់បក់ចេញពីម៉ាស៊ីនដ៏ខ្លាំងក្លាវាអាចហោះកំទេចថ្មលោហៈឬធូលីទៅបោកចំបុគ្គលិកឬឧបករណ៍ក្បែរនោះទី2សំឡេងរំខានវាបង្កើតសំឡេងឮខ្លាំងដែលធ្វើឲ្យក្រុមការងារដីគោកពិបាកតាក់ទងគ្នាទី3ខាតប្រេងការប្រើប្រាស់ម៉ាស៊ីនធំដើម្បីថយក្រោយគឺស៊ីប្រេងឥន្ធនៈខ្លាំងណាស់លើសពីនេះរចនាសម្ព័ន្ធយន្តហោះក៏មិនត្រូវបានរចនាឡើងសម្រាប់ទ្រាំទ្រសម្ពាធនៃការថយក្រោយខ្លាំងនោះដែរហេតុនេះហើយទើបគេប្រើរថយន្តទាញយន្តហោះដែលមានសុវត្ថិភាពជាងសន្សំសំចៃជាងនិងមានភាពជាក់លាក់ខ្ពស់វាបង្ហាញនៅក្នុងវិស័យអាកាសចរណ៍អ្វីដែលត្រូវសម្រេចលើអ្វីដែលគួរធ្វើមិនមែនលើអ្វីដែលអាចធ្វើបានឡើយ